ម៉ាក់តែងតែឆ្ងល់ថាតើកូនពេលទៅបង្កើតហ្នឹងជុះញឹកញាប់ប៉ុណ្ណាទៅហើយមានរោគសញ្ញាបែបណាទៅដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះសុខភាពរបស់ទារកម៉ាក់តែងតែមានការបារម្ភថាកូនខ្ញុំជុះច្រើនដងមែនទែននៅពេលដែលទៅសម្រាលហើយអញ្ចឹងជាទូទៅការជុះរបស់កូនហ្នឹងអាចមានពី5ទៅ10ដងហើយការជុះរបស់កូនហ្នឹងវាអាស្រ័យទៅលើការបំបៅដែរបើសិនបើម៉ាក់បំបៅកូនដោយទឹកដោះម្ដាយគឺមានការជុះញឹកញាប់ជាជាងការបំបៅដោយទឹកដោះម្សៅអញ្ចឹងបើសិនពេលខ្លះទៀតក៏កូនហ្នឹងក៏មានសញ្ញាគ្រោះថ្នាក់ដែរបើសិនយកមានការជុះញឹកញាប់លើសពី10ដងជាដើមហើយករណីខ្លះទៀតអាចតាក់ទងជាមួយបញ្ហាសុខភាពមួយចំនួនដែលធ្វើឲ្យប៉ាម៉ាក់គួរតែបារម្ភហើយនាំកូនជួបជាមួយគ្រូពេទ្យដូចជាកូនមានការហើមពោះខ្លាំងកូនមានការឈឺពោះកូនក្អួតកូនមិនបើឬក៏មានការស្រកគីឡូថមថយនៃការដែលគាត់ធ្វើឲ្យសុខភាពរបស់គាត់មានការប្រែប្រួលទៅតាមនឹងដែរមួយវិញទៀតកូនអាចមានក្តៅខ្លួនឬក៏ជុះមានឈាមជាដើមជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទសនេតនៅវីដេអូបន្ទាប់បើសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចទម្លាក់ comment ខាងក្រោមនេះបាន